ដេទី5ការតាំងចេតនាសាងលុយលៀនមិនមែនសុកវាកើតឡើងទេតែវាមកពីការតាំងចេតនាឲ្យច្បាស់លាស់របស់យើងមនុស្សគ្រប់គ្នាតែងតែប្រាថ្នាហើយចង់មានលុយលៀនតែមិនដែលធ្លាប់ប្រកាសឲ្យចក្រវាឡដឹងថាខ្ញុំជឿថាខ្ញុំអាចមានវាតែមនុស្សភាគច្រើនគាត់ចង់មានតែគាត់មិនដែលជឿថាគាត់នឹងមានអញ្ចឹងថ្ងៃនេះសូមឲ្យអ្នកទាំងអស់គ្នាយកដៃមកដាក់លើបេះដូងរបស់អ្នកហើយនិយាយតាមខ្ញុំតាំងចេតនាយ៉ាងបរិសុទ្ធថាលុយលៀននឹងហូរចូលមកក្នុងជីវិតរបស់ខ្ញុំយ៉ាងងាយសប្បាយដោយក្តីសុខភាពស្ងប់សុខនិងថាមពលនៃអំពើល្អនៅពេលដែលចេតនារបស់អ្នកច្បាស់លាស់ចក្រវាឡក៏ចាប់ផ្ដើមរំកិលភ្លាមហើយលុយលៀនក៏ចាប់ផ្ដើមដើរផ្លូវមករកអ្នកទាំងអស់គ្នាត្រូវចាំថាលុយលៀនវាមិនបានមកចេញពីសំណាងទេតែវាមកចេញពីការតាំងចិត្តច្បាស់លាស់ថ្ងៃនេះតាំងចេតនាច្បាស់លាស់ហើយប្រាប់ដល់ចក្រវាឡថាខ្ញុំស័ក្តិសមនឹងលុយលៀនហើយប្រឡែងឲ្យថាមពលនៃភាពសុខស្ដំឲ្យវាធ្វើការទៅយប់នេះអ្នកទាំងអស់គ្នាសរសេរដាក់សភៅឬក្រដាសសេថាខ្ញុំមានលុយលៀនហើយខ្ញុំបានប្រើវាដើម្បីសាងថាមពលនៃអំពើល្អរឿងរ៉ាវល្អហើយឲ្យអ្នកទាំងអស់គ្នាគេងដោយអារម្មណ៍ដែលអ្នកដឹងថាវាកើតឡើងហើយ comment ក្រោមវីដេអូទាំងអស់គ្នាខ្ញុំស័ក្តិសមនឹងលុយលៀន